បើចង់ឲ្យ page ឬក៏ channel របស់យើងមានអ្នកតាមដានច្រើនមានអ្នកស្គាល់ច្រើនហាមធ្វើរឿងនេះដាច់ខាតបើសិនជាអ្នកទាំងអស់គ្នាមិនចង់ឲ្យ page ឬក៏ channel របស់យើងបរាជ័យខ្ញុំដឹងច្បាស់ថាបើសិនជាបងប្អូនទាំងអស់គ្នាចង់ធ្វើវិស័យ MMO ឬក៏វិស័យ online អ្នកទាំងអស់គ្នាតែងតែចិត្តក្តៅមិនថាខ្ញុំមិនថាគេទេប៉ុន្តែអ្វីដែលយើងគិតបានគឺយើងចង់បានអ្នកតាមដានលឿនយើងចង់បាន view លឿនឬក៏យើងចង់បានចំនួនអ្នកមើលលឿនសម្រាប់ខ្ញុំគិតថាការធ្វើបែបហ្នឹងពីមុនគឺវាល្អសម្រាប់ខ្ញុំប៉ុន្តែមកដល់ពេលនេះខ្ញុំគិតថាវាអត់ល្អទេអញ្ចឹងចង់ដឹងថានៅក្នុងហ្នឹងមានអីខ្លះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាកុំឲ្យធ្វើបែបនេះដាច់ខាតបើសិនជាយើងចង់ក្លាយជា content original ម្នាក់ចង់កើតជា content creator ម្នាក់ដែលមានភាពល្បីល្បាញមានអ្នកតាមដានពិតប្រាកដទី1អ្នកទាំងអស់គ្នាមិនត្រូវចាក់ចំនួន follower នៅលើ page របស់យើងឬក៏ចំនួន subscriber នៅលើ channel របស់យើងមិនថា channel មិនថា page មិនថា TikTok ទេកាលណាដែលយើងចាក់ទៅលើចំនួនអ្នកតាមដានយើងចាក់ទៅលើចំនួនអ្នក subscriber នៅលើ platform របស់យើងស្មើនឹងយើងជួលគេមកនៅក្នុងតូបរបស់យើងទាំងដែលគេមិនចង់ញ៉ាំអាហាររបស់យើងនេះគឺជារឿងមួយដែលគិតខុសបំផុតសម្រាប់អ្នកដែលគាត់ចង់ធ្វើ content original បើសិនជាគេធ្វើ content ក្រៅប្រទេសគេបុក content ដែលមិនចាំបាច់ឲ្យប្រជាជនយើងឬក៏ប្រជាជន audience អញ្ចឹងនិយាយថាអទស្សនិកជនខ្មែររបស់យើងហ្នឹងមើលយើងហ្នឹងគឺគេអត់ខ្វល់ពីរឿងអត់ទាំងអស់ហ្នឹងទេប៉ុន្តែសម្រាប់យើងអ្នកដែលធ្វើ content original បាទធ្វើ content original ផលិតវីដេអូខ្លួនឯងបង្កើតមាតិកាខ្លួនឯងកាត់តខ្លួនឯងថតខ្លួនឯងហត់មែនទែនតែបើសិនជាយើងចាក់ follower ទៀតអ្នកដែលគេ follower យើងហ្នឹងគឺជាមិនមែនមនុស្សពិតប្រាកដដែលគេចង់មើល content របស់យើងនោះទេអ្នកទាំងអស់គ្នាគួរតែបង្កើតចាប់ពី0មកឲ្យម្នាក់ដំបូងម្នាក់ដំបូងដែលគេបាន follow យើងហ្នឹងដឹងថាយើងជាអ្នកបង្កើតមាតិកាដឹងថាយើងបង្កើតវីដេអូអប់រំឬក៏បង្កើតវីដេអូមួយដែលផ្ដល់គុណតម្លៃឲ្យគាត់ចង់មើលវីដេអូយើងហើយទៅឲ្យគាត់តាមដានយើងតាមក្រោយនេះគឺជារឿងមួយដែលត្រឹមត្រូវបំផុតសម្រាប់អ្នកគាត់ចង់ធ្វើ content original ចំណាយពេលប្រហែលក៏ប្រហែលទៅ1ឆ្នាំ2ឆ្នាំ3ឆ្នាំ4ឆ្នាំ5ឆ្នាំចុងក្រោយយើងក៏ត្រូវខ្លាយជា content creator ដដែលទេបើសិនជាអ្នកទាំងអស់គ្នាពុះពៀបាទដាក់យកចិត្តទុកដាក់នៅក្នុងការធ្វើវាឲ្យបានភាពត្រឹមត្រូវបំផុតទី2ហាមចាក់ចំនួនអ្នកមើលដាច់ខាតក្នុងចំណុចទី2នេះអ្នកទាំងអស់គ្នាមិនគួរធ្វើដាច់ខាតបើសិនជានៅក្នុងអំឡុងដែលអ្នកទាំងអស់គ្នាបានមុខងារtool ឬក៏យើងកំពុងតែរកលុយពី Facebook ក៏ដោយពី YouTube ក៏ដោយបើសិនជាអ្នកទាំងអស់គ្នាមិនចង់ដាច់លុយបាទមិនចង់ផ្ដាច់មានន័យថាបើសិនជាយើងចាក់ view យើងបានមែនក៏ប៉ុន្តែលុយយើងអត់បានទេកន្លែងនេះគឺគ្រោះថ្នាក់មែនទែនអ្នកទាំងអស់គ្នាចំណាយទាំងលុយខាតទាំងលុយហើយខាតទាំងលុយក្នុងplatform របស់យើងទៀតនៅកាលណាដែលមានចំនួន view ច្រើនអ្នកទាំងអស់គ្នាគិតថាអាចនឹងបានលុយច្រើនតាមពិតមិនមែនទេអ្នកទាំងអស់គ្នា view គឺតលរស់ត្រាតែកាលណាមានអ្នកទស្សនាពិតប្រាកដបាទមានអ្នកចុចមើលពិតប្រាកដពេលហ្នឹងគឺនឹងឡើង pop up ពាណិជ្ជកម្មមកដើម្បីឲ្យអ្នកដែលគាត់មើលវីដេអូយើងហ្នឹងឃើញទៅលើពាណិជ្ជកម្មទាំងអស់ហ្នឹងទៅបាន Facebook គឺគេបែងចែកភាគរយនៃពាណិជ្ជកម្មទាំងអស់ហ្នឹងឲ្យលុយមកយើងខ្លះនេះគឺជាភាពត្រឹមត្រូវបើសិនជាអ្នកទាំងអស់គ្នាចាក់ view គឺស្មើនឹង0អត់បានលុយពីវីដេអូរបស់អ្នកទាំងអស់គ្នាទេអ្នកទាំងអស់គ្នាខំចំណាយពេលកាត់វីដេអូចំណាយពេលថតចំណាយពេលផលិតវីដេអូប៉ុន្តែហើយអ្នកទាំងអស់គ្នាទៅចំណាយលុយចាក់ view ទៀតគឺស្មើនឹង0អ្នកទាំងអស់គ្នាគឺចំណាយទាំងអស់ហ្មងអញ្ចឹងអ្វីដែលសំខាន់សម្រាប់ content original មិនគួរចាក់ view ដាច់ខាតណាបើសិនជាយើងចង់ឲ្យ page របស់យើងឬចង់ឲ្យ channel របស់យើងនឹងមានភាពល្បីល្បាញទៅមុខទៀតទី3អ្នកទាំងអស់គ្នាមិនគួរបុក share ច្រើននៅក្នុង page របស់យើងទេមិនថាយើងប្រើជា page មិនថាយើងប្រើជា channel ឬក៏ TikTok ទេបើសិនជាអ្នកទាំងអស់គ្នាផ្ដោតលើការ share ខ្លាំងពេកបុក share ខ្លាំងពេកឬក៏ជួលគេ share ខ្លាំងពេកនោះនឹង error system របស់ page របស់យើងគឺនឹង reach របស់យើងនឹងធ្លាក់ចុះដោយសារអី Facebook មិនថា platform គ្រប់ platform ទាំងអស់គឺគេតែងតែសង្កេតទៅមើលgraphic របស់យើងឬក៏ target នៃ view របស់យើងថាមូលហេតុអីនៅសុកមានការ share ច្រើនដល់ម្លឹងអញ្ចឹងទៅគឺគេនឹងចាប់បានគេនឹងធ្វើការ limit reach របស់យើងមិនឲ្យសូវមានអ្នកមើលឃើញជាងមុនទេកន្លែងនេះគឺគ្រោះថ្នាក់ដូចគ្នាជាមួយនឹងការចាក់ view ដូចគ្នាអញ្ចឹងសម្រាប់អ្នកដែលគាត់ធ្វើ video content បដ ாய் ទៅតាមពេលវេលាបាទបដ ாய் ទៅតាមពេលវេលាមានអ្នកមើលប៉ុណ្ណាយកប៉ុណ្ណឹងមានអ្នកតាមដានប៉ុណ្ណាគឺប៉ុណ្ណឹងបាទវាល្អជាងយើងធ្វើមកដល់ណាដល់ណីហើយយើងចិត្តក្តៅពេកចាក់ view ចាក់ follower បុក share គឺខ្ទេច page ទាំងអស់ខ្ទេចទាំង page ខ្ទេចទាំង channel របស់យើងឬខ្ទេចទាំង platform ផ្សេងៗដែលយើងគិតថាយើងធ្វើទៅវាត្រឹមត្រូវតាមអ្វីដែលខ្ញុំធ្លាប់ធ្វើពីមុនមកគឺខ្ញុំតែងតែប្រើទៅលើការ boost បាទ
bút xua thả bút vì lọt bút có vì miền phiếp lọ nó không bình tích đấy có bình té đôi xa tại dương chùm này bà dương chùm này lối từ dương ai miền nè tu sửa nào bao dương bật vào cọt chẳng mà sân chỉ nè từng ngõ khnia cất ha nè từng ngõ khnia trong bút phong trong thơ original phong có ai tam nâng ban bình té ham chạ follower ham chạ view หรือ ham ចាក់ share ឲ្យខាតកន្លែងហ្នឹងគឺអត់ត្រឹមត្រូវទេធ្វើបែបហ្នឹងគឺធ្វើឲ្យ page របស់យើងហ្នឹងគឺគេនឹងចាប់ system scan ដឹងថារបស់អ្វីដែលយើងធ្វើហ្នឹងកំពុងតែខុសពីច្បាប់ពីគោលការណ៍របស់ Facebook YouTube ឬក៏ TikTok ហ្នឹងគេនឹងបិទយើងចោលតែម្ដងហើយអ្វីដែលយើងខំធ្វើមកពីមុនមកគឺស្មើនឹង0ស្មើនឹង0អញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំសូមដាស់តឿនទៅដល់ដៃថ្មីដែលចង់ធ្វើជា content creator គួរតែពិចារណារឿងនេះឲ្យបានច្បាស់លាស់អញ្ចឹងគុណតម្លៃវីដេអូរបស់យើងវាស្ថិតនៅលើការដែលយើងផ្ដល់អ្វីទៅឲ្យអ្នកទស្សនាបាទផ្ដល់ជាផលប្រយោជន៍សូម្បីតែទស្សនាក៏គាត់បានផលប្រយោជន៍ពីយើងគាត់យល់ដឹងពីយើងគាត់បានទទួលអារម្មណ៍ល្អពីយើងគាត់បានយល់ពីអ្វីដែលគាត់មិនដែលដឹងពីយើងគាត់នឹងតាមដានយើងឯងហើយអញ្ចឹងចូលអ្នកទាំងអស់គ្នាធ្វើវីដេអូដោយប្រើគុណធម៌សិលធម៌ចែករំលែកបែបផ្ដល់ផលប្រយោជន៍ទៅពួកគាត់តាមដានយើងលឿនជាងមុនអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំអរគុណច្រើនសម្រាប់អ្នកទាំងអស់គ្នាបើសិនជាមានចម្ងល់កន្លែងណាអាចធ្វើការ comment នៅខាងក្រោមវីដេអូនេះបានចាំខ្ញុំជួយតបហើយនឹងជួយដោះស្រាយអំពីបញ្ហាក្នុងការធ្វើ content ទៅមុខទៀតពីខ្ញុំអាចឆ្លងអរគុណច្រើនបាយបាយ